សូមស្វាគមន៍មកកាន់ការបង្រៀនរបស់ខ្ញុំថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកពីរបៀបធ្វើស៊ុបឆ្អឹងត្រីចៅហ្វាយលោកសុងបាននិយាយថាពួកគេមកទីនេះដើម្បីលោកយ៉ាងពួកគេផឹកតែស៊ុបឆ្អឹងត្រីដែលធ្វើដោយលោកយ៉ាងប៉ុណ្ណោះតើយ៉ាងជួនហើយមានន័យដូចម្ដេចដរាបណាលោកសុងផឹកស៊ុបឆ្អឹងត្រីរបស់ខ្ញុំពួកគេនឹងភ្លេចយ៉ាងជួនហើយទាំងស្រុងប៉ុន្តែអ្វីខ្ញុំមិនអាចបើកភោជនីយដ្ឋានរបស់ខ្ញុំដោយគ្មានបរិសុទ្ធចំណាស់នោះបានទេជាមួយហេជួនខ្ញុំមិនចាំបាច់បារម្ភពីអ្វីទាំងអស់ចៅហ្វាយកុំបារម្ភអីខ្ញុំសន្យាថានឹងឲ្យលោកសុងសរសើរស៊ុបឆ្អឹងត្រីរបស់ខ្ញុំហើយអ្វីបានជាស៊ុបឆ្អឹងត្រីមិនទាន់ត្រូវបានបម្រើខ្ញុំរងចាំមិនទេចូលយើងរងចាំបន្តិចទៀតរបស់ល្អតែងតែត្រូវការពេលវេលាច្រើនប្រញាប់អ្វីម្លេះបន្ទាប់ពីវិនិយោគនៅភោជនីយដ្ឋានឆៃញ៉ានខ្ញុំអាចផឹកស៊ុបឆ្អឹងត្រីបានជារៀងរាល់ថ្ងៃលោកយ៉ាងមកដល់ហើយលោកយ៉ាងស៊ុបឆ្អឹងត្រីរួចរាល់ហើយឬនៅខ្ញុំមិនទាន់បានផឹកស៊ុបឆ្អឹងត្រីរបស់អ្នកមួយកែវពេញមួយថ្ងៃទេខ្ញុំគេងមិនលក់សំបីតែមួយយប់លោកយ៉ាងខ្ញុំចង់ជួលអ្នកជាចុងភៅផ្ទាល់ខ្លួនរបស់ខ្ញុំប្រាក់ខែប្រចាំឆ្នាំគឺ$20 លានប្រសិនបើអ្នកគិតថាវាមិនគ្រប់គ្រាន់ទេខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅមូលពទានបាត់ទេមួយអ្នកអាចបំពេញលេខបានអ្នកនិយាយចំពេចហើយលោកយ៉ាងកុំខ្វល់ពីពួកគេចូលយើងនិយាយអំពីការវិនិយោគលោកយ៉ាងគឺជាក្មួយប្រុសរបស់អ្នកគឺជាចុងភៅនៅក្នុងភោជនីយដ្ឋានធានយន្តខ្ញុំនឹងវិនិយោគ$50 លាននៅក្នុងភោជនីយដ្ឋានធានយន្តចុះវាវិញតើអ្នកពេញចិត្តទេលោកសងខ្ញុំខ្លាចថាអ្នកមិនអាចផឹកស៊ុបឆ្អឹងត្រីនេះបាននៅថ្ងៃនេះលោកយ៉ាងហេតុអ្វីលោកសងលោកវងលោកយ៉ាវសូមស្វាគមន៍លោកយ៉ាងបាននិយាយថាថ្ងៃនេះយើងមិនអាចផឹកស៊ុបឆ្អឹងត្រីបានទេមានរឿងអ្វីកើតឡើងលោកយ៉ាងប្រសិនបើខ្ញុំមិនអាចផឹកស៊ុបឆ្អឹងត្រីនេះនៅថ្ងៃនេះបានទេការវិនិយោគដែលខ្ញុំបានសន្យាជាមួយលោកទេលោកចៅអ្នកអាចផឹកវាបានអ្នកពិតជាអាចផឹកវាបានអ្នកអាចផឹកវាបានលោកសងលោកវងលោកយ៉ាវលោកសងខ្ញុំឈ្មោះហ៊ីខេងខ្ញុំជាចុងភៅថ្មីនៃភោជនីយដ្ឋានសៃនីយ៉នចាប់ពីពេលនេះទៅខ្ញុំនឹងធ្វើស៊ុបឆ្អឹងត្រីឲ្យអ្នកលោកយ៉ាងខ្ញុំចាំថាគាត់ហាក់ដូចជាកូនជាងរបស់អ្នកតើអ្នកបានបង្រៀនគាត់ពីរូបមន្តធ្វើស៊ុបឆ្អឹងត្រីទេខ្ញុំមិនមានកូនជាងដែលមានភ្នែកស្បែបនេះទេខ្ញុំមិនបានបង្រៀនគាត់ពីរូបមន្តធ្វើស៊ុបឆ្អឹងត្រីទេដោយសារអ្នកមិនមែនជាកូនជាងរបស់លោកយ៉ាងហើយអ្នកមិនបានទទួលរូបមន្តពីលោកយ៉ាងតើអ្នកមានលក្ខណៈសម្បត្តិអ្វីខ្លះដើម្បីធ្វើស៊ុបឆ្អឹងត្រីត្រូវហើយតើស៊ុបឆ្អឹងត្រីដែលអ្នកធ្វើមានរសជាតិដូចស៊ុបឆ្អឹងត្រីពិតរបស់លោកយ៉ាងទេហើយអ្វីបានជាអ្នកចេញមកនិយាយជាមួយលោកយ៉ាងលោកម្ចាស់អ្នកត្រូវផ្ដល់ការពន្យល់ដល់យើងបើមិនដូច្នោះទេយើងនឹងមិនមកម្ដងទៀតនៅពេលអនាគតទេហេឈៀងបានធ្វើស៊ុបឆ្អឹងត្រីលោកយ៉ាងទើបតែបានជួយហេឈៀងទុកហេឈៀងធ្វើស៊ុបឆ្អឹងត្រីឲ្យអ្នកនៅពេលអនាគតវាពិតជាងលោកយ៉ាងតើវាពិតទេលោកសុងបើលោកមិនជឿខ្ញុំទេខ្ញុំនឹងឲ្យលោកហេឈៀងបង្ហាញលោកខ្ញុំនឹងធ្វើស៊ុបឆ្អឹងត្រីមួយចានឲ្យលោកប៉ាដោយសារប៉ានៅទីនេះប៉ាមិនអាចមកដោយឥតប្រយោជន៍ទេទុកឲ្យគាត់ធ្វើស៊ុបឆ្អឹងត្រីមួយចានឲ្យប៉ាចុះលោកវាងលោកចៅសូមរងចាំបន្តិចខ្ញុំនឹងធ្វើស៊ុបឆ្អឹងត្រីឆ្ងាញ់មួយចានសម្រាប់អ្នកឥឡូវនេះសូមអង្គុយចុះសៀវហ៊ឺធ្វើវាឲ្យបានល្អសម្រាប់ខ្ញុំបើខ្ញុំអាច